ដឹងមូលហេតុហើយករណីលោកគ្រូពេទ្យម្នាក់សម្រាប់ចិត្តបញ្ចប់ជីវិតខ្លួនឯងក្នុងរណ្ដៅស្រះទឹកព្រោះតែរឿងរ៉ាវទាំងនេះដែលបានចាក់ចែងពីផ្ទះហើយក៏បាត់ខ្លួនរយៈពេល3ថ្ងៃត្រូវបានគេប្រទះឃើញម៉ូតូនិងសាកសពអណ្ដែតនៅក្នុងរណ្ដៅស្រះទឹកមួយកន្លែងនៅចំណុចរណ្ដៅដីចាស់ស្ថិតនៅក្នុងភូមិអន្លង់កងចាស់សង្កាត់ព្រៃសរខណ្ឌដង្កោរាជធានីភ្នំពេញកាលពីវេលាម៉ោង 6:30 នាទីព្រឹកនៅថ្ងៃទី22ខែមិថុនាឆ្នាំ2025ចំណែកមូលហេតុដែលនាំឲ្យជនរងគ្រោះសម្រាប់ចិត្តធ្វើបែបនេះត្រូវបានសាច់ញាតិបានទម្លាយថាព្រោះតែជំងឺបាក់ទឹកចិត្តត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារសមត្ថកិច្ចបានឲ្យដឹងថាយុវជនដែលស្លាប់មានឈ្មោះរិនសុវណ្ណមុនីរៈអាយុ24ឆ្នាំមុខរបរគ្រូពេទ្យស្នាក់នៅភូមិសម្បួរសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញបាទតាមស្ត្រីជាម្ដាយរបស់យុវជននេះបាននិយាយថាកូនប្រុសគាត់មានជំងឺបាក់ទឹកចិត្តព្រោះតែត្រូវបានកន្លែងធ្វើការបញ្ឈប់ពីការងារហើយកន្លងមកតែងតែចង់បញ្ចប់ជីវិតខ្លួនឯងថែមទៀតផងប៉ុន្តែរូបគាត់និងក្រុមគ្រួសារបានលួងលោមកុំឲ្យកូនប្រុសគិតខ្លីនិងគិតផ្ដេសផ្ដាស់អីបើចង់ធ្វើអ្វីឬខ្វះខាតអ្វីពួកគាត់នឹងជួយបំពេញបំណងទើបមិនមានរឿងអ្វីកើតឡើងឡើយលុះដល់ថ្ងៃទី19មិថុនាឆ្នាំ2025កូនប្រុសរបស់គាត់បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Wave ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1DH 7115ចេញពីផ្ទះដោយបានយកកាបូបខោអាវទៅជាមួយផងដែរហើយក៏ទៅបាត់រហូតតែម្ដងខណៈនោះគាត់និងក្រុមគ្រួសារតាក់ទងអត់បានសោះដោយខលអត់ចូលនិងឆាតតាម Telegram ក៏អត់ចូលទៀតហើយក៏បានប្តឹងសមត្ថកិច្ចឲ្យជួយស្វែងរកទៀតក៏នៅតែរកមិនឃើញដែរក្រោយមកក៏មានគេប្រទះឃើញម៉ូតូកូនប្រុសរបស់គាត់ស្ថិតនៅមាត់រណ្ដៅដីមួយកន្លែងខាងលើគាត់និងក្រុមគ្រួសារក៏បានទៅមើលហើយសង្ស័យថាកូនប្រុសរូបនោះអាចលោតទឹកសម្លាប់ខ្លួនបន្ទាប់មកក៏បានយកផ្លែឈើទៅឲ្យធូបសែននៅមាត់រណ្ដៅដីនោះដើម្បីធ្វើការបន់ស្រន់ប្រសិនបើកូនលោតទឹកសម្លាប់ខ្លួនសូមឲ្យរកឃើញសាកសពប៉ុន្តែបើកូននៅរស់ក៏សូមឲ្យកូនត្រឡប់ទៅផ្ទះវិញផងលុះក្រោយមកនៅវេលាម៉ោង 6:30 នាទីព្រឹកនៅថ្ងៃទី22មិថុនាឆ្នាំ2025នេះសពជនរងគ្រោះបានអណ្ដែតលើផ្ទៃទឹកក្នុងរណ្ដៅដីខាងលើនោះមែនហើយត្រូវបានសមត្ថកិច្ចនិងក្រុមគ្រួសារប្រទះឃើញចម្ងាយប្រមាណជាង300ម៉ែត្រពីកន្លែងទុកម៉ូតូបន្ទាប់មកនគរបាលខណ្ឌដង្កោបានសហការជាមួយនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើកសលវិច័យរួចប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណីពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរបើតាមលោកអង្គប៊ុនរិនត្រូវជាឪពុកជនរងគ្រោះបានបង្ហោះសាររបស់ជនរងគ្រោះដែលបានសុំទោសឪពុកម្ដាយនៅទង្វើដែលរូបគេបានធ្វើខុសកន្លងមកនិងសន្យាកែប្រែកំហុសឆ្គងលើអ្នកមានគុណទាំងពីរនិងបងស្រីនៅក្នុងនោះដែរលោកអង្គប៊ុនរិនក៏បានសរសេរសម្ដីបន្ថែមមានខ្លឹមសារថាលើដំណឹងតាមមិត្តរួមការងារកូនធ្វើខុសល្បែងអនឡាញប៉ាម៉ាក់ឲ្យកូនមកអប់រំប៉ាម៉ាក់អភ័យទោសឲ្យកូនព្រមទទួលកំហុសដោយសំណេរខាងក្រោមកូនសុកចិត្តចូលធ្វើការវិញកន្លែងផ្សេងតែមានកំហុសកន្លែងធ្វើការប៉ាម៉ាក់មិនដឹងកន្លែងធ្វើការបញ្ឈប់កូនប៉ានៅតែដាស់កូនងើបធ្វើការកូនចេញទៅធ្វើការប៉ាមិនដឹងគេបញ្ឈប់បើប៉ាដឹងប៉ាមិនដាស់កូនទេកូនចេញទៅថ្ងៃទី1ល្ងាចមកវិញចេញថ្ងៃទី2កូនទៅរហូតដោយគ្មានបណ្ដាំផ្ញើមួយម៉ាត់សូមកន្លែងធ្វើការនីមួយៗមុនបញ្ឈប់ការងារសូមជូនដំណឹងដល់អាណាព្យាបាលគេជាមុនសិនតែយ៉ាងណាអង្គភាពយើងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពនៃការបាត់បង់មនុស្សជាទីស្រឡាញ់និងសូមវិញ្ញាណក្ខន្ធជនរងគ្រោះបានទៅកាន់ទីឋានស្ងប់សុខ